Vàថ្ងៃនេះខ្ញុំក៏ទទួលបាន iPhone 11 Pro Max បញ្ហាដែលអតិថិជនគាត់ធ្លាប់ចូលជាងហើយបងប្អូនបញ្ហាដែលខូចលើបតបាទខូចលើម៉ាស៊ីនធ្លាប់ជួសជុលបាទជាងក៏គាត់ធ្លាប់សាងហើយតែអត់ដើរអានេះយើងសាងម្ដងទៀតបងប្អូនយើងធ្វើការផ្ទេរបតសាងកាត់លើបាទសាងកាត់ក្រោមបាទឃើញថាម៉ាស៊ីនឆេះនឹងហើយអាចជួសជុលបានបាទនេះយើងបាទតេស្តជូនបាទក៏ធានារហូតដល់2ខែបាទជូនគាត់វិញដោយឡែកតកតងនឹងបាទការងារផ្លាស់ប្ដូរម៉ាស៊ីននៅថ្ងៃទី24នេះបាទខ្ញុំទទួលបាន iPhone 14 Pro Max បាទតេជន់យកមកផ្លាស់ប្ដូរម៉ាស៊ីនបាទក៏ដូចជា iPhone 13 Pro Max បាទផ្លាស់ប្ដូរម៉ាស៊ីនដូចគ្នាបន្ទាប់ទៅនេះគឺ iPhone 12 Pro Max បាទចុងមកយើងធ្វើការផ្លាស់ប្ដូរម៉ាស៊ីន123G អត់ scan ណាបងប្អូនអាចចាំយកបានតើតើនឹងបញ្ហាអេក្រង់បាទនេះគឺ Pixel 7 Pro បាទខូចអេក្រង់បាទបែកខ្នងបែកទាំង lens កាមេរ៉ាក្រោយដែរហើយក៏ Pixel ដែរនេះគឺ Pixel 6 Pro បាទខូចតែអេក្រង់ទេបាទអេក្រង់នេះគឺលុតឈឹងតែម្ដងយើងធ្វើការផ្លាស់ប្ដូរអេក្រង់ OLED បាទនេះគឺបាទយើងផ្លាស់ប្ដូរហើយបាទក៏តេស្តជូនតកតងនឹងការងារឡើងស៊េរីបាទ iPhone 14 Pro Max យើងធ្វើការឡើងទៅ17 Pro Max បញ្ជាក់បងប្អូនធ្វើហើយក៏យើងធានាជូនមួយខែ14 Pro Max នេះល្បីថាផ្លាស់លុតបាទនៅ Wi-Fi យើងកែដាក់ផ្លាស់ស៊ីនបងប្អូនហ្នឹងហើយប្រើធន់នឹងអត់មានបញ្ហាទេកុំភ័យiPhone 14 Pro Max ដែរបាទនេះគឺបញ្ហាធ្លាក់បែកខូចអេក្រង់ស៊ីនបាទទៅហើយអតិថិជនគាត់ផ្លាស់ប្ដូរបាទប្រភេទអេក្រង់ថ្មីទេប៉ុន្តែប្រភេទអេក្រង់ GX លេខ1កែមតូចបាទដូចស៊ីនតែម្ដង iPhone 12 Pro Max ដូរតួហើយដូរអេក្រង់បាទក៏ដូចជា MX ឡើងទៅ17 Pro Max បងប្អូន